ហេតុតែអ្នកលេងខ្លាំងនិងពូកែបានធ្វើការប្រមូលលុយនិងយករបស់របរដែលខ្លាំងនៅក្នុងហ្គេម Grow Garden 2យកទៅលក់និងធ្វើឲ្យអ្នកលេងហ្គេម Grow Garden 2ដំបូងពិបាកក្នុងការរកលុយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំបាទ T0 ម្ដងទៀតហើយថ្ងៃនេះដែលខ្ញុំមកប្រាប់ពីកំហុសទាំង3ដែលអ្នកលេង Grow Garden 2ដំបូងធ្វើបើអ្នកទាំងអស់គ្នាចង់ដឹងថាមានកំហុសអ្វីខ្លះនោះសូមទៅទស្សនាវីដេអូនេះទាំងអស់គ្នាហើយថ្ងៃនេះដែលខ្ញុំក៏បានមកដាំ Bamboo ដើម្បីយកលុយដូច្នេះខ្ញុំក៏បានទៅប្រមូល Bamboo ឲ្យអស់ដើម្បីស្រួលក្នុងការដឹងថាខ្ញុំដាំ Bamboo បានលុយប៉ុន្មានខ្ញុំដាំនោះគឺខ្ញុំដាំចំនួន100ដើមឥឡូវនេះយើងក៏បានប្រមូលឬហើយដូច្នេះយើងក៏បានយកវាមកលក់តែម្ដងទៅហើយគឺថាទទួលបានលុយច្រើនខ្លាំងមែនតើហើយកន្លែងនេះខ្ញុំក៏បានមកទិញស៊ីត Bamboo ដើម្បីឲ្យគ្រប់ចំនួន100គឺថាខ្ញុំនឹងរងចាំ5នាទីមកទិញម្ដង5នាទីមកទិញម្ដងឥឡូវនេះយើងទិញបាន8ទៀតហើយធ្វើឲ្យចំនួនរបស់យើងកើនឡើងដល់71ហើយកន្លែងនេះខ្ញុំក៏បានមកប្រាប់ពីកំហុសទី1តែម្ដងទៅដែលកំហុសនោះគឺគាត់មានលុយបន្តិចបន្តួចប៉ុន្តែគាត់យកទៅទិញស៊ីតដែលឥតប្រយោជន៍ឧទាហរណ៍ដូចជាគាត់មានលុយ 5k ប៉ុន្តែគាត់មិនទិញ Bamboo ឬក៏អីដើម្បីជំនួយក្នុងការរកលុយទេគាត់ទៅទិញអាកាទូនេះគឺរលួយខ្លាំងណាស់ប៉ុន្តែបើយើងចង់ទិញយើងទិញមួយទៅកុំឲ្យអស់លុយច្រើនពេកចាំយើងមានលុយច្រើនចាំយើងទិញឧទាហរណ៍បើយើងមាន 10k 5k អីយើងទិញ Bamboo ឲ្យបានច្រើនទៅព្រោះ Bamboo ងាយស្រួលក្នុងការរកលុយហើយនេះដែរក៏ជាកំហុសមួយដែលធ្វើឲ្យការរកលុយរបស់យើងឡើងយឺតហើយខ្ញុំក៏បានមកប្រាប់ពីកំហុសទី2ដែលកំហុសទី2នោះគឺការចាយលុយតាពីគឺការចាយលុយខុសទៅលើគ្រឿងតុបតែងផ្ទះមួយនេះគាត់មានលុយគឺគាត់ទៅទិញអីផ្ដេសផ្ដាស់ដូច្នេះពិបាកក្នុងការរកលុយខ្លាំងណាស់បើគាត់មានលុយគាត់យកមកទិញហ្គានោះគឺល្អជាងដូច្នេះខ្ញុំក៏បានរងចាំចំនួន5នាទីម្ដងដើម្បីទិញ Bamboo បន្ថែមទៀតឥឡូវនេះយើងទទួលបានចំនួន10ទៀតហើយក៏បានទិញ Mushroom ចំនួន3ទៀតហើយ Bamboo របស់យើងគឺបានចំនួន81ហើយយើងគឺនៅតែរងចាំទៀតនៅពេលនេះមេឃក៏បានភ្លៀងនៅក្នុង Grow Garden ផងដែរមេឃភ្លៀងនេះគឺជំនួយឲ្យដំណាំរបស់យើងដាំដុះលូតលាស់លឿនជាងមុនគឺនឹង2ឥឡូវនេះយើងបានទិញ Bamboo ចំនួន8ទៀតហើយក៏បានទិញ Mushroom 2ទៀតដែរហើយ Bamboo របស់យើងគឺបាន89ហើយគឺខ្វះតែ11ទៀតទេគឺគ្រប់100ហើយឥឡូវនេះគឺមេឃចុះព្រិលដូច្នេះខ្ញុំក៏បានយក Mushroom ដើម្បីទៅដាំកុំឲ្យខាត Mutation នៅពេលដែលយើងដាំគឺយើងមិនភ្លេចទេបើគឺការស្រោចទឹកបើយើងមិនស្រោចទឹកដំណាំរបស់យើងស្លេកគឺលក់មិនបានថ្លៃទេនៅពេលនេះ Bamboo ក៏បានចូលស្តុកទៀតដូច្នេះយើងក៏បានមកទិញ Bamboo ទៀតគឺយើងខ្វះតែមួយទៀតទេគឺយើងអាចគ្រប់100ហើយប៉ុន្តែខ្ញុំខ្ជិលចាំយូរខ្ញុំក៏បានយកវាមកដាំតែម្ដងនៅពេលនេះខ្ញុំក៏បានដាំចិត្តគ្រប់ហើយនៅខ្វះតែ15ទៀតទេនៅពេលនេះខ្ញុំក៏បានដាំគ្រប់ហើយបាទហើយខ្ញុំក៏បានមកប្រមូលអាកន្លែងក្រៅនេះបន្តិចដើម្បីលួចយកលុយដើម្បីទិញ Bamboo បន្ថែមទៀតគឺថាឥឡូវយើងរងចាំតតែស្តុកមានមកវិញដើម្បីយើងទិញ Bamboo បន្ថែមទៀតដើម្បីយកមកដាំឲ្យបានច្រើនហើយឥឡូវនេះ Bamboo គឺបានចូលស្តុកចំនួន11តែម្ដងបាទហើយនៅពេលនេះយើងក៏បានរងចាំបន្តទៀតតែក្នុងការរងចាំនោះខ្ញុំក៏បានយកវាមកដាំមកហើយ
ហើយឥឡូវនេះគេបានលក់ទៀតហើយដូច្នេះយើងក៏ចូលមើលតើវាលក់បែបប៊ូដែរឬទេគឺលក់បានលក់ចំនួន8ហើយ mushroom ក៏លក់ដែរគឺលក់4ប៉ុន្តែយើងគ្មានលុយនោះទេដូច្នេះយើងក៏បានទៅលក់អាដំណាំដែលយើងបានបេះអំបញ្ញមិញលក់ដើម្បីយកលុយទៅទិញ mushroom គឺថាយើងលក់បានលុយច្រើនគួរសមដូច្នេះយើងក៏បានយកលុយនោះមកទិញ mushroom អស់ 60k ហើយលុយយើងនៅសល់ 30k ហើយយើងក៏បានយកបែបប៊ូរបស់យើងដែលទិញបានអំបញ្ញមិញយកមកដាំហើយយើងក៏បានយក mushroom ទៅដាំជិតកន្លែងរបស់វាហើយយើងក៏បានរងចាំទាល់តែមាន mutation ល្អៗធ្លាក់មកឥឡូវនេះគឺមាន mutation gold មួយហើយ mutation នេះគឺវាធ្លាក់មកចំដំណាំរបស់យើងហើយធ្វើឲ្យដំណាំរបស់យើងក្លាយជាពណ៌មាសហើយឥឡូវនេះខ្ញុំក៏បានមកទិញ bamboo បន្ថែមទៀតគឺបានចំនួន8ទៀតហើយយើងក៏រងចាំមើលតើវាធ្លាក់ចំផ្ទះយើងច្រើនដែរឬទេច្រឡំធ្លាក់ចំផ្ទះគឺធ្លាក់ចំដំណាំរបស់យើងតើច្រើនដែរឬទេនៅពេលនេះគឺ mutation នឹងហើយខ្ញុំក៏មកមើលថាវាចូលដំណាំរបស់យើងបានច្រើនឬក៏អត់បាទគឺវាចូលដំណាំរបស់យើងដែរប៉ុន្តែបានមិនដល់10នោះទេហើយឥឡូវនេះខ្ញុំក៏បានមកទិញ bamboo ចំនួន7ទៀតហើយកន្លែងនេះមិត្តភ័ក្តិរបស់ខ្ញុំក៏បានមកលេងជាមួយខ្ញុំដូច្នេះខ្ញុំក៏បានឲ្យ bamboo ទៅវាមួយដើម្បីឲ្យវាយកទៅលក់យកលុយព្រោះវាទើបតែលេងដំបូងគឺវាគ្មានដំណាំអ្វីនោះទេនៅពេលនេះវាយកហើយដូច្នេះខ្ញុំក៏ឲ្យវាយកមកលក់ហើយកន្លែងនេះខ្ញុំក៏បានយកផ្សិតឲ្យវាមួយទៀតខ្ញុំក៏បានរងចាំឲ្យធ្លាក់ mutation ប៉ុន្តែយូរពេកខ្ញុំក៏បានមកហក់ពងលូតលេងឥឡូវនេះគឺមាន mutation ឥន្ធនូមកហើយតែយើងក៏មានសង្ឃឹមអីព្រោះវាមិនដែលធ្លាក់ឥន្ធនូមកចំផ្ទះទេខ្ញុំឃើញវាមាន mutation ច្រើនដងណាស់ហើយកន្លែងនេះខ្ញុំក៏បានហៅមិត្តភ័ក្តិរបស់ខ្ញុំមកចូលលេងជាមួយខ្ញុំដែរព្រោះវាចង់បាន mutationហើយខ្ញុំសូមកាត់ទៅកន្លែងដែល bamboo របស់ខ្ញុំបានជាប់ mutation ច្រើនហើយខ្ញុំនឹងមកប្រាប់ពីកំហុសទី3ផងដែរនេះបើគឺថាឥឡូវនេះគឺ bamboo របស់ខ្ញុំបានជាប់ mutation ច្រើនខ្លាំងមែនទែនដូច្នេះខ្ញុំក៏នឹងមកប្រាប់ពីកំហុសទី3ផងដែរតែមុននឹងមកប្រាប់ពីកំហុសទី3ខ្ញុំនឹងមកប្រម៉ូទ bamboo ទៅលក់សិនកំហុសទី3នោះគឺការយកទៅលក់នឹងហើយឥឡូវនេះខ្ញុំនឹងប្រម៉ូទវាយកទៅលក់សិនតែនេះគ្រាន់តែជាការប្រម៉ូទទៅលក់ជាឧទាហរណ៍តែប៉ុណ្ណោះបើយើងលក់ធម្មតាគឺបានលុយប៉ុណ្នេះប៉ុន្តែខ្ញុំនឹងមកប្រាប់ពីវិធីមួយទៀតខ្ញុំសូមប្រម៉ូទ bamboo សិនចាំខ្ញុំប្រាប់គឺកន្លែងនេះខ្ញុំលក់យកលុយសិនដើម្បីធ្វើរកលុយបានលឿននោះគឺយើងត្រូវតែចំណាយលុយខ្លះឥឡូវនេះយើងក៏បានចូលកិច្ចការរបស់យើងគឺយើងមកប្រម៉ូទ bamboo នេះយកទៅលក់តែម្ដង
នេះបើគឺយើងលក់យើងកុំចុចធម្មតាគឺយើងចុចអាទី4នៅពេលចុចអាទី4ហើយយើងក៏បានចុចអាទី1នេះហើយយើងនឹងត្រូវចំណាយលុយខ្លះដើម្បីឲ្យទៅវាហើយវាក៏លោតបែបនេះឲ្យយើងមើលហើយយើងក៏ចុចទី3ទៅគឺបានលុយច្រើនណាស់ប៉ុន្តែវីដេអូនេះខ្ញុំ record តាមពីថ្ងៃប្រហ័សប៉ុន្តែខ្ញុំមិនបានកាត់ខ្ញុំទៅបានតែកាត់ថ្ងៃនេះហើយម្សិលមិញនេះគេក៏បានអាប់ដេតដូរគឺមិនឲ្យយើងធ្វើអាទី4នេះបានតទៅទៀតទេគឺនៅធ្វើបានប៉ុន្តែខាតហើយឥឡូវនេះគឺគេដាក់បែបនេះវិញគឺស្រដៀងតែគ្នាទេគឺមួយថ្ងៃគឺយើងលក់បានតែមួយដងទេដូច្នេះយើងចុចអាទី1តាមរូបខ្ញុំដាក់នោះទៅគឺវាបានលុយច្រើនដូចតែគ្នាទេដូច្នេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់